បាទជាថ្មីម្ដងទៀតខ្ញុំបាទសូមធ្វើការចែករំលែកអំពីសំណួរមួយជាចំណេះដឹងទូទៅដែលសួរថាតើនៅលើពិភពលោកមានទ្វីបចំនួនប៉ុន្មានអ្វីខ្លះបាទសំណួរនេះជាសំណួរមួយដែលបងប្អូនទាំងអស់គ្នាគួរតែដឹងគួរតែសិក្សាស្វែងយល់ដែរតាក់ទងទៅនឹងនៅលើពិភពលោកមានទ្វីបចំនួនប៉ុន្មានបាទនៅលើពិភពលោកមានទ្វីបចំនួន7ដែលរួមមានដូចជាបាទគឺមានទ្វីបអាស៊ីទ្វីបអឺរ៉ុបទ្វីបអឺរ៉ុបទ្វីបអាមេរិកខាងជើងទ្វីបអាមេរិកខាងជើងទ្វីបអាមេរិកខាងត្បូងទ្វីបអាមេរិកខាងត្បូងបាទទ្វីបអាហ្វ្រិកទ្វីបអាហ្វ្រិកទ្វីបអូស្ត្រាលីទ្វីបអូស្ត្រាលីនិងទ្វីបអង់តាតិកអញ្ចឹងបងប្អូនទាំងអស់គ្នាគឺនៅលើពិភពលោកគឺមានទ្វីបចំនួន7បាទ7គឺមានអាស៊ីអឺរ៉ុបអាមេរិកខាងជើងអាមេរិកខាងត្បូងអាហ្វ្រិកអូស្ត្រាលីនិងអង់តាតិកដើម្បីជ្រាបកាន់តែច្បាស់និងងាយយល់អំពីផែនទីនៅលើពិភពលោកខ្ញុំសូមធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាអំពីផែនទីតែម្ដងបាទផែនទីលើពិភពលោកដែលគេដាក់ថា 7 continents នេះគឺទ្វីបទាំង7នៅលើពិភពលោកបាទហើយនៅក្នុងនេះបងប្អូនមើលឃើញអ្នកដែលចេះអង់គ្លេសបងប្អូនដែលចេះអង់គ្លេសនេះបាទអានេះគឺជាទ្វីបអាស៊ីបងប្អូនអានេះគឺទ្វីបអាស៊ីអានេះគឺទ្វីបអឺរ៉ុបអានេះគឺទ្វីបអាមេរិកខាងជើងអានេះគឺទ្វីបអាមេរិកខាងត្បូងអានេះគឺទ្វីបអាហ្វ្រិកាបាទអាហ្វ្រិកនឹងឯងអានេះគឺទ្វីបអូស្ត្រាលីបាទទ្វីបអូស្ត្រាលីហើយនឹងចុងក្រោយគឺទ្វីបបាទទ្វីបអង់តាតិកអញ្ចឹងបងប្អូនមើលនេះអញ្ចឹងដែលខ្ញុំមើលនៅក្នុងរូបខាងលើនេះដែលគេបង្ហាញខ្មៅខាងក្រៅតាមខ្សែហ្នឹងគឺបង្ហាញអំពីគំនូសទ្វីបអាស៊ីបាទអាស៊ីគឺត្រឹមណាដល់ត្រឹមណាគឺពណ៌បដូរជាខ្ចីហ្នឹងហើយបាទបន្ទាប់ពីអាស៊ីមកគឺបាទគឺអឺរ៉ុបបាទនេះគឺអឺរ៉ុបបាទហើយបន្ទាប់ពីអឺរ៉ុបបាទយើងគូហ្នឹងគឺសំណាងខ្មៅរត់តាមហ្នឹងគឺជាទ្វីបបាទអាមេរិកខាងជើងតទៅអាមេរិកខាងជើងគឺបាទគឺអាមេរិកខាងត្បូងហើយនេះគឺជាប់គ្នាហ្នឹងហើយបាទខាងក្រោមទ្វីបអឺរ៉ុបជាប់ទ្វីបអាស៊ីហ្នឹងគឺទ្វីបបាទអាហ្វ្រិកបាទទ្វីបអាហ្វ្រិកបាទហើយខាងក្រោមទ្វីបអាស៊ីហើយនៅជាប់យើងហ្នឹងគឺទ្វីបអូស្ត្រាលីបាទជាទ្វីបទូជាងគេអូស្ត្រាលីហើយនឹងចុងក្រោយគឺទ្វីបបាទគឺអង់តាតិកបាទទ្វីបអង់តាតិកអញ្ចឹងសរុបរួមមកវិញនៅលើពិភពលោកមានទ្វីបចំនួន7មានទ្វីបអាស៊ីទ្វីបអឺរ៉ុបទ្វីបអាមេរិកខាងជើងអាមេរិកខាងត្បូងអាហ្វ្រិកទ្វីបអូស្ត្រាលីនិងទ្វីបអង់តាតិកបាទចឹងវីដេអូរបស់ខ្ញុំគឺខ្លីប៉ុណ្ណេះទេបងប្អូនសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ហើយសូមកុំភ្លេចជួយចុច like share និង follow page ខ្ញុំម្នាក់មួយផងហើយនិងជួយចុច like comment ក៏ដូចជា share subscribe នៅក្នុង channel YouTube របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ